ហើយថ្ងៃហ្នឹងហើយចុងក្រោយរបស់គាត់ហើយគាត់មករៀនសិស្សអំពីការបត់ផ្កាការសរសេរអំពីអក្សររបស់ប្រទេសគាត់ហើយមកដល់កន្លែងនេះគឺគាត់សួរបងអូនណាចង់ចេះបត់តាមគាត់អត់ហើយមកដល់កន្លែងនេះគឺគាត់និយាយជាមួយនឹងបងអូន3នាក់នេះបងប្អូន3នាក់ហ្នឹងគាត់ថាស្ដាប់គ្នាអត់បានទេគាត់មកកន្លែងនេះគឺគាត់ឲ្យខ្ញុំទៅជួយបកប្រែគាត់ចេះតែភាសាអង់គ្លេសនិងភាសាជប៉ុនទេហើយគាត់សួរខ្ញុំថាឲ្យជួយបកប្រែគាត់សួរខ្ញុំថាចេះអង់គ្លេសអត់ហើយអង់គ្លេសជាមួយខ្ញុំចប់ហើយងឹតដូចខែដាច់អញ្ចឹងហើយគាត់ដល់ពេលខ្ញុំសួរគាត់វិញគាត់ថាគាត់ចេះអង់គ្លេសបានតិចតួចតែគាត់និយាយមកហើយញាប់ស្អែនិយាយទៅស្ដាប់អត់បានទៅតើនិយាយតិចបាទខ្ញុំស្ដាប់បានហើយឡើយនេះសិស្សគាត់និយាយមកគ្នាទៅស្ដាប់អត់បានមានអ្នកបកប្រែចំនួន2នាក់តែបកប្រែទៅអត់តន់មានតកកន្លែងគាត់ច្រើនពេកហើយកន្លែងនេះគឺគាត់បរៀនសិស្សអំពីសកម្មភាពនៃការសរសេរអក្សរហើយនឹងបរៀនសិស្សគឺគាត់បរៀនអំពីព្យញ្ជនៈខ្មែរអំពីការរាប់លេខខ្មែរមានកខកខងលេខ1លេខ2ដល់លេខ10ហ្នឹងហើយក៏គាត់ចេះណាគាត់ចេះរាប់លឿនហើយគាត់បរៀនតែម្ដងក៏គាត់ចេះបន្ទាប់មកបរៀនហើយថ្ងៃកន្លែងនេះគឺគាត់ធ្វើសកម្មភាពលាបថ្នាំសាលាឲ្យទាំងក្នុងនិងក្រៅសាលាហើយពួកខ្ញុំក៏ជួយដែរសិស្សានុសិស្សតែជួយទាំងអស់បងតែខ្ញុំជួយនៅបន្ទប់ទី2នេះបន្ទប់ទី1គាត់ហើយបន្ទប់ទី3ក៏មានគ្នាគាត់នៅខាងក្នុងដែរបន្ទាប់មកគាត់ជនជាតិគាត់រស់រាយណាស់ហើយនៅពេលដែលគាត់ទៅវិញហ្នឹងបងប្អូនគឺគាត់ដើររើសសម្រាមជួយសម្អាតថ្នាក់វិញហ្នឹងគឺគាត់និយាយទៅជនជាតិជប៉ុនចូលចិត្តស្អាតតែនេះសិស្សបន្ទប់ទី2ពួកខ្ញុំជួយលាបឲ្យមានសិស្សានុសិស្សដែរកន្លែងនេះហើយកន្លែងនេះគឺគាត់អាឡូហ្នឹងទៅឲ្យពួកគាត់ដោយសារតែគាត់ចង់ជួយដល់ស្ម័គ្រចិត្តហើយពួកតិចនេះដាស់តិចនេះពួកខ្ញុំអ្នកលាបផាត់អញ្ចឹងហើយផាត់បានខ្ពស់ទៅអាឡូទៅឲ្យខាងគាត់អ្នករុញបន្ទាប់មកគឺគាត់ថ្ងៃចុងក្រោយហ្នឹងគឺគាត់ស្គាល់អំពីសកម្មភាពសិស្សនៃការរៀនអនាគតចង់ធ្វើអីហើយបន្ទាប់មកគាត់ខ្ញុំសួរអំពីគាត់វិញម្ដងគាត់ថាមកប្រទេសខ្មែរក្តៅនៅប្រទេសគាត់ក្តៅដែរប៉ុន្តែក្តៅក្នុងកម្រិតតែ10ទៅ20អង្សាសេហើយក្តៅក្នុងរយៈពេលខ្លីទៀតអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្ណឹង